ជំរាបសួរអ្នកទាំងអស់គ្នាចឹងនេះគឺជាវីដេអូមួយសម្រាប់អ្នកដែលគាត់ចង់ធ្វើ 2D animation នៅក្នុងកម្មវិធី Blender កម្មវិធី Blender យើងអាចធ្វើ 3D ក៏បាន 2D ក៏បានហើយបើសិនជាយើងចង់ 2D នៅពេលយើងបើក Blender មកយើងនឹងឃើញwindow ទូចមួយនេះដែលវានឹងបង្ហាញយើងថាយើង select preset អីចឹងយើងអាច click 2D animation មកអូខេចឹងមួយទៀតតកតងមួយការធ្វើ animation គូឬក៏យើង scope នៅក្នុង 3D វាជាការល្អបើសិនជាយើងមាន drawing tablet ឬក៏ graphic tablet ដោយសារវាងាយស្រួលក្នុងការគូហើយវាមាន pan pressure ដូចថាយើងសកត់តិចសកត់ខ្លាំងអីចឹងបើយើងប្រើ mouse យើងធ្វើយ៉ាងអត់កើតទេចឹងបើសិនជាយើងទិញ drawing tablet អីមកវាជួយឲ្យយើងងាយស្រួលនៅក្នុងការផលិតជា animation ឬក៏គូតុក្កតាអីផ្សេងហ្នឹងសម្រាប់ខ្ញុំប្រើ drawing tablet បើសិនជាយើងចង់គូបដាមើល screen ម្ដងយើងអាចប្រើ graphic tablet តែ drawing tablet វារៀងថោកជាងគ្រាន់តែវាពិបាកគ្រាន់តែនៅដៃតិចដោយសារយើងគូនៅលើក្តារហើយយើងទៅមើលនៅលើ screen កុំព្យូទ័រអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងចូលមកភ្លាមយើងឃើញឡើងនេះ draw mode អញ្ចឹងបានន័យយើងអាចគូរូបគូអីផ្សេងបានហើយនេះគឺជា brush ហ្នឹងវាយើងអាចប្រើជាប៊ិចក៏បានជាខ្មៅក៏បានហើយនៅខាងលើនេះវា pencil នេះបានន័យថាវាប្រើដែកខ្មៅប្រើគូទៅវាចេញជាដែកខ្មៅឬក៏ប្រើជា pen ណាប្រើជា pen marker chisel អីចឹងជាមួយខ្ញុំគូ pencil ហើយខ្ញុំគិតថា 0.01 ម៉ែត្រនេះវាទូចពេកខ្ញុំដាក់ 0.2 ទៅវាបណ្ដូលហ្នឹងវាធំតិចអូខេអញ្ចឹងខ្ញុំសាកគូជាមួយនេះអញ្ចឹងយើងគូអីទៅចេញហើយដោយសារខ្ញុំប្រើ drawing tablet ខ្ញុំអាចស្រាលក៏ទៅហើយឬក៏សកត់អីខ្លាំងតិចវាចេញឡាញដិតឡាញធ្ងន់អីចឹងទៅអូខេអញ្ចឹងនៅក្នុង 2D របស់ Blender វាជា tool មួយដែលយើងឬក៏ object មួយដែលគេហៅថា grease pencil object អញ្ចឹង grease pencil object ហ្នឹងគឺជា object នៅក្នុង 3D space ដែលអាចឲ្យយើងគូ 2D ហេតុអីបើនិយាយថាក្នុង 3D space ជាមួយខ្ញុំចុច mouse កណ្ដាលហើយខ្ញុំពវល់នេះឃើញអត់វានៅក្នុង 3D អញ្ចឹងនៅពេលយើងចុច mouse កណ្ដាលហើយពវល់ទៅបើយើងចង់ចូលទៅview មិញវាជា camera view ដែលគេ set up ឲ្យហើយនៅក្នុងtablet យើងយក 2D animation ហ្នឹងអញ្ចឹងយើងចុចtilde key វានៅខាងឆ្វេងលេខ1តាមកុំព្យូទ័រ picture ណាវាដូចជាមានtilde key វារៀងចេះវាមានស្អីបតក់បន្តិចហើយមានកាញ់ដូចតែក្លោនេះអញ្ចឹងយើងយក key យើងចុច key ហ្នឹងមកយើងចុច key ហ្នឹងវានឹងចេញgizmo នេះយើងយក view camera ទៅវាមកដើមវិញហើយអញ្ចឹងវាមាន view camera front view back view អីចឹងទៅអូខេអញ្ចឹងអានេះtool ទី1យើងអាចប្រើ brush tool យើងគូចេះមកយើងគូអីគូទៅស្អីចិត្តយើងtool ទី2 erase យើងលុបហើយ erase ហ្នឹងយើងមាន erase hard erase soft អីចឹងទៀតទៅអូខេ erase soft បានន័យថាដូចយើងលុបស្រាលអីចឹងទៅបើ erase hard វាអត់មានធ្ងន់មានស្រាលទេតែប៉ះដាច់ចឹងហ្មងបើ erase soft ចាំតិចអានេះខ្ញុំជាប់ search erase soft យើងសកត់អីច្រឡំនេះយើងយក erase soft អញ្ចឹងយើងវានៅតែហាត់ណាមកខ្ញុំស្នាក់ដក string បន្តិចនេះជាវាមិនក៏វាចឹង glitch របស់ Blender ជាមួយខ្ញុំដក string វាទៅ 0.1 នេះអូខេត string វារៀងស្រាលខ្លាំងដក string វាបន្តិចឲ្យវា
không ai bị khăn về chấn nên bây giờ nhung lục tới vì hiện xẻ cái nhẫn bây khác bây nhung pa tận tí tới vì lục bật đạt gì vì khỏi là thời là những sao để dừng giờ cho lục chứ ta bởi race hát pa tới đằng đạt nó tụi dân sra mấy cái đạt này ơi ta lại nạp pa cứ bia lục do làm đó ok chấn thu và top chúng mình cu share bay muối shortcut សម្រាប់យើងពង្រីកពង្រួមកម្មវងឬក៏បដូលប៊ិចជាប់លុបអីយើងចុចអក្សរ F មកហើយយើងទាញពីឆ្វេងស្ដាំអីចឹងទៅវារីករួមហើយបើយើងចង់ដូរ strength របស់វាstrength នេះឲ្យវាខ្លាំងឬក៏វាខ្សោយហ្នឹងយើងចុច shift F អញ្ចឹងវាចេញហើយយើងទាញយ៉ាងដូចគ្នាអូខេអញ្ចឹងអូខេជំរាបគូហើយមួយដើម្បីយើងខ្ញុំសាកយកដិតមកទៅយក marker chisel អូខេអានេះចេញអីគេអូអានេះដោយសារវាជាប់ material dot stroke នេះចឹងអានេះចេញdotណាចឹងយើងយក solid stroke មកអូខេអញ្ចឹងបន្ទាប់ពីនេះមកយើងចង់ផាត់ពណ៌យើងយក fill តែយើងមើល material ផងបើវា solid stroke បានន័យថាវាដូចជាមានតាboundary ខាងក្រៅវាមាន stroke ខាងក្រៅតែវាអត់មាន color នៅខាងក្នុងទេបើ solid fill នេះmaterial solid fill របស់វានេះអញ្ចឹងបានន័យថាវាមាន fill តែអានេះវាអត់មាន stroke វិញអញ្ចឹងបើយើងប្រើ fill tool ហ្នឹងយើងចង់ផាត់ពណ៌យើងគួរតែយក solid fill ហើយយើងចុចចំកណ្ដាលនេះមកអញ្ចឹងវាចេញពណ៌ហើយឧទាហរណ៍ថាបើយើងចង់ចាំតិចដូចជាចុច shift ឬក៏ A អូខេអញ្ចឹងបើសិនជាយើងចង់ផាត់ពណ៌ដោយយើងអត់គិតថា boundary មិនយើងចង់ផាត់យកមកយើងអាចចុច shift យើង fill tool នេះ active ចុច shift ហើយយើងចុចកន្លែងណាមួយឲ្យជាប់យើង hold វាមកហើយយើងទាញផាត់វាចេះទាញផាត់វាចេះមកអញ្ចឹងយើងបាន fill មួយផ្សេងទៀតហើយBlender បើសិនជា Blender version ដូចជា 4.2 ចុះក្រោមវាមាន boundary ឡើងនិយាយថាយើងគូខ្សែខុស material បន្តិចខ្ញុំដូរទៅ solid stroke វិញនិយាយថាយើងគូទៅវាអត់ជាប់អញ្ចឹងគេអាចដាក់ boundary line បានតែ 4.3 ទៅខ្ញុំមើលទៅគេថាវាមានបញ្ហាក្នុង code របស់កម្មវិធីហ្នឹងអញ្ចឹងគេ remove អាហ្នឹងចោលហើយអញ្ចឹងយើងអាចមាន boundary line ដើម្បីខណ្ឌវាបានហើយបើកាលមុន line យើងគួរអត់ជាប់ដែលយើងចង់ខណ្ឌវាហើយយើង fill វាក៏បានដែរតែឥឡូវវាធ្វើអត់កើតអញ្ចឹងវិធីមួយខ្ញុំគិតទៅវាយើងអាចជំនួសហ្នឹងបានគឺយើងប្រើ layer នេះយើងមកtab នៅខាងស្ដាំនេះយើងមើលកន្លែង data អញ្ចឹងកន្លែងនេះ layer របស់វាដូចក្នុង Photoshop ដែរវាមាន layer អញ្ចឹងបើមិនជាយើងគូនៅ layer អីវាបង្ហាញobject ហ្នឹងនៅលើ layer ហ្នឹងឧទាហរណ៍ខ្ញុំគូមិញវានៅ layer ឈ្មោះ line អញ្ចឹងបើសិនជាខ្ញុំបិទផ្នែកវាចោលទៅមើលអីឡើងឃើញហ្នឹងអញ្ចឹង layer ហ្នឹងបិទចោលអញ្ចឹងឧទាហរណ៍ថាយើងថែម layer មួយទៅយើងដាក់ឈ្មោះវាថា boundary អញ្ចឹងថែម layer យើងចុចអាសញ្ញាបូកនេះត្រូល C សិនសញ្ញាបូកនេះអញ្ចឹងយើងឧទាហរណ៍ថាយើងគូ line មួយសម្រាប់ boundary យើងគូនៅលើ layer ហ្នឹងយើងគូវាចេះមកហើយយើងយក solid fill ហើយយើងផាត់វា
ok chẳng bán á làm ok chẳng dân cùng ai việc phía là ấy nắng dân cùng ai bên nơi layer bản ri của parent đỡ dân tất cả bật vi chào đó chân dân chạch layer phía mới dân phạt vì ok chẳng nó p là dân chẳng render animation rồi có hiệp năng tranh tới thấy tái giữa chẳng mà line như thế của line này dân chẳng dân phở VSMAP ta bảo là ri stroke rồi đầm bay dân phạt color tới bên không xôm nặng chẳng dân p là render dân cho bật này đi vi chào tới vi render tới lan chơi nhỉ vi chơi nhà pan này ok chẳng đầm bay và hái chẳng bởi vì nhầm bạc phá nhầm là một hàng lừa nếu nhầm chơi tha render nhầm render image rồi có animation tại dân render image bằng tới của dân cu tầm mà frame ấy dân ở toàn đó animation đấy render image không bị chơi nhé tại NP là dân bật boundary cháu dân ai cho render hay dân render image máu không nhắc bạc này lên miền này chẳng miền này show nó không render này chẳng dân ai đã na line boundary nó nơi không layer boundary mùi tới được bây giờ từ ca dân chập hỏi dân bật layer đằng chào tới cứ how ok này ok chẳng ok dương miền thu xanh tiết đi chỉ thu rectangle ở thu nếu về miền box miền circle miền poly miền add miền curve bật curve dương cù chả má yeah. Chẳng nhưng mình commentary thì họ lại ní dân đạo solid fill sa solid nhưng do solid stroke á anh ấy bị khỏi chưa material này đó nè material nó dân ai bạc ca thay mày nơi lại nè mình ta lấy nhau mà toàn vậy bây lại nó ngày còn màu tha bây bò dân chẳng á chân dân còn toàn phở kết hợp bật material thay mày ấy rồi bạc ca material thay mày ấy dân phở material để bây miền xẹp màu ok chẳng nhưng do solid stroke hay mối tiết này nó nè bật xanh chỉ dương thì hai dân chẳng thu nó nhưng trong phở material nó hậu định cho nhà pin nè pin như vậy cho á chẳng thu nó em năng phở solid stroke cái vẹt đâu rồi bánh đi sai dân nơi thu sáng dân trẻ dân đi dân phạt cả lời chẳng dân đâu từ solid field về hái dân mau thu ní viên năng từ solid field chẳng vì mình phải hà chẳng dân pin viên tới thà thu nó dân pin material solid stroke mong tới ok chẳng dân pin material solid stroke hái sáng dân đâu từ phía anh ấy có bên là stroke này hay solid field đấy dân p field thu ní dân ai pin material solid field nó mong tới ở ba này của mọi dân chờ làm material solid stroke chẳng dân phạt cái là ở trên này ok chẳng dân mau curve nè ok chẳng curve ní dân ok chẳng nhom sông lục là đi trao tặng Ocean cùng mọi view wall nha anh đi chọn erase tích anh đi bên đây layer fill này ở đây mình ăn bàn đấy mình vì ăn bàn chỉ trái này ở cái lại những nhông hiện ở toàn thầy đang mua hạt Việt đấy tha hạt ấy và là vì lấy vì ăn bàn dân lục bật cháy xa chẳng dương miền tại ok chẳng bữa sinh gì lục bật trên đấy dương miền là thi mười tiết những đầu với ta anh lấy với rõ màu đó tới dương cho tháp có bán rồi cho quên như cho lửa nặng máu của ba đấy nhưng do edit mode nếu bị chop line sẽ nhẹ nhẹ chân dân cho e máu làm bay select tặng x delete delete chào ok chẳng dân châu được khả năng draw mode với
ជាស្រ័យអ្នកនរគ្នាព្រោះខ្ញុំរៀង Paycaster ដែរអញ្ចឹងអូខេអញ្ចឹងឥឡូវយើងសាកប្រើ tool នេះសិនណា curve tool នេះអញ្ចឹងយើងចុចមួយហើយយើង drag វាមកអញ្ចឹង curve tool នេះវាមាន control point វាពីរយើងចាប់វាទាញមកយើងអាចគូ line curve បានអូខេហើយយើងចុច enter មកអញ្ចឹងវាហើយហើយមើលបើសិនជាយើងចុចមកឆ្វេងបានអត់អូខេពេលយើងចុចហើយយើងដូរ tool ទៅអត់កើតទៅចុច enter អូខេអញ្ចឹងនេះ circle ស្តៀងដល់កម្មវិធីបើអ្នកខ្លះគាត់ Photoshop គាត់អីគាត់អាចយល់អានេះយើងអាចចុច shift មកដើម្បីឲ្យវានេះវា perfect circle ឡាបានន័យថាវាអត់ទៅជា shape ពងកពើឲ្យយើងចុច shift វាមកឲ្យវាទៅ perfect អញ្ចឹងហើយអានេះមើលអានេះ line អត់សូវដិតខ្ញុំដូរយក pen material មកអូអានេះយក solid stroke អូខេហើយចឹងវាមាន tool scissor នេះសម្រាប់យើងកាត់នេះយើងកាត់នេះថាយើងអាច trim វាមួយដុំនេះចឹងទៅវាកាត់ចោលនេះឃើញអត់វាកាត់ line កាត់អីចោលប៉ុន្តែនៅពេលយើង trim ទៅវាកាត់ចោលទាំងអស់មើលសារមកខ្ញុំគូយើងគូនេះចាអូខេអ្នកទាំងអស់គ្នាខ្ញុំយល់ហើយថា trim tool ហ្នឹងវាធ្វើការយ៉ាងម៉េចជាស្រ័យមកអញ្ចឹងចានេះលុបចាត់ដាច់ទៀតដាច់ trim tool នេះលុបមកអូខេអញ្ចឹងDream Tool ហ្នឹងវាចែកឧទាហរណ៍ថានៅពេលយើងមាន line ចេះមកយើង line ចេះយើងសាកគូ line ចេះអញ្ចឹងនៅពេលដែលប៉ះយើងគូប៉ះចំមួយ line ណាឧទាហរណ៍អានេះវា intersect មកនេះ intersect មកនេះអានេះ intersect គ្នាមកលើនេះអញ្ចឹងយើងចង់ trim មក point ណាខ្លះយើងបើយើងអូសអាក្បិតហ្នឹង circle វា select វាប៉ះចំអា line ណាមួយអញ្ចឹងទៅវានឹងគិតតែថាម្ដុំហ្នឹងវា intersect កន្លែងណាខ្លះ intersect កន្លែងណាខ្លះអញ្ចឹងវានឹងលុបថាមក intersection ហ្នឹងឧទាហរណ៍អានេះឃើញ line វាខ្វែងកាត់គ្នាអញ្ចឹងហើយអានេះខ្វែងកាត់គ្នាចេះអញ្ចឹងនៅពេលខ្ញុំ trim វាប៉ះចំអាពីរហ្នឹងវានឹងដាច់ចេះអូខេអញ្ចឹងអាសិនជាខ្ញុំ trim អាមួយនេះវាដាច់ដល់តាមនេះអានេះអត់ដាច់បើសិនយើងចុច keep cap មកខ្ញុំគិតថានេះវាអាចនឹងមាន bug ព្រោះ Grease Pencil នេះនៅ 4.3.2 នេះគេដូរគេហៅ Grease Pencil version ថ្មីខ្ញុំភ្លេចបាត់ថា version ប៉ុន្មានប្រកាសតែគេទៅសេកូដទៅសេកម្មវិធីនឹងសារថ្មីអញ្ចឹងបើសិនជាមិនកន្លែងខ្លះវាអាចមាន bug មានអីខ្លះអញ្ចឹងឧទាហរណ៍នេះឃើញវាដាច់តែកន្លែងខ្លះវាដើរអត់សូវត្រូវខ្ញុំអត់សូវច្បាស់ដែរអូខេអញ្ចឹងអ្នកនរគ្នាអាចសាកតេស្តប្រើវាទៅហើយអានេះ eyedropper tool ដូចតែបើអ្នកខ្លះគាត់ចេះ Photoshop ចេះអីគាត់នឹងដឹងហើយ eyedropper tool បានន័យថាវាpick color ចេញពីកន្លែងណាមួយអញ្ចឹងឧទាហរណ៍យើងបង្កើត material ចាំតិចជាមួយខ្ញុំ
ខ្ញុំដាក់ material នេះសិន material បកក្រហមនេះខ្ញុំគូអញ្ចឹងឧទាហរណ៍ថាខ្ញុំ paint bucket ហើយខ្ញុំសាកយក vertex color មកខ្ញុំ eyedropper អូ eyedropper នេះវាបង្កើត material នេះវាបង្កើត material ថ្មីនេះជាមួយខ្ញុំលុបចោលហើយខ្ញុំសាក vertex color នេះខ្ញុំសាកផាត់ចំពោះ vertex color នេះចាំមើលខ្ញុំប្រាប់បន្តិចទៀតអូខេអញ្ចឹងខ្ញុំសាកយក vertex color ពណ៌នេះហើយខ្ញុំគូវាមួយមកនេះខ្ញុំចប់ material dot stroke ចាំវាចេញអុចអញ្ចឹងខ្ញុំយក eyedropper ចាំមើល material មានប៉ុណ្នេះខ្ញុំយក eyedropper មកខ្ញុំចុចញឹកមួយប៉ក់វាបាន material ថ្មីហើយវាបង្កើត material ថ្មីមួយជាមួយខ្ញុំដូរមកប្រើ material វិញនេះយើងប្រើ material ចុច001ហ្នឹង material ថ្មីហ្នឹងជាមួយយើងគូអូខេអញ្ចឹងវា pick base color ថ្មីហើយដូចជាវាមាន thin tool មួយទៀតចាំមើលអ្នកនរខ្ញុំរក thin tool តិចសិនដោយសារ Blender នេះវា version ក្រោយនេះកាលមុន tool អត់ទាំងអស់វាបង្ហាញនេះឥឡូវ tool វាអាចលាក់នៅក្នុងនេះអីចឹងពេលខ្លះខ្ញុំរៀងវល់ដែរអធិស្ឋានផងអ្នកនរគ្នានេះអូខេអញ្ចឹងយើងយក all មកវាបានឃើញ tool ទាំងអស់វាមាន thin tool អូខេយើងចុច thin tool មកអញ្ចឹង thin tool ហ្នឹងវាអាចឲ្យយើងដូរពណ៌ stroke ដូរពណ៌ fill អីក៏បានដែរចាំខ្ញុំបង្កើត fill មួយទៀតសិនអូខេហើយតោះមកខ្ញុំយក thin tool ហើយខ្ញុំចង់ដូរអា fill ដូរ stroke នេះទៅជាពណ៌តក្រូចអាពណ៌រៀងស្វាយនេះចុះស្វាយស្តៀងនេះណាជាពណ៌ Q អូខេអញ្ចឹងជាមួយខ្ញុំ thin stroke វានឹងដូរអាពណ៌កន្លែងហ្នឹងទៅជាពណ៌ណាផ្សេងអញ្ចឹងទៅហើយខ្ញុំអាច thin អានេះបានចំពោះ fill វារៀងខុសគេតិចដោយសារ Blender វាធ្វើការ base ទៅលើអា point ពេលយើងចូល edit mode នេះអា point ទូចនេះlow battery point ទូចនេះនេះ select มัน load មកនេះ point ទូចនេះ stroke នៅក្នុង Blender វាមិនមែន pixel base ទេវា vector base អញ្ចឹងដោយសារតែ fill ដោយសារតែ fill នេះ point ទូចនេះវាច្រើនហើយអា thin ហ្នឹងវាធ្វើការជាមួយនឹងអា point ហ្នឹងអញ្ចឹងយើងបើ thin នៅចំនេះហ្មងឲ្យដូរពណ៌នៅចំហ្នឹងឡើងអញ្ចឹងហ្មងវាអត់ដូរឯ data វាពេលយើង thin ទៅវាគិតតាមអា point stroke នេះអូខេអញ្ចឹងចាំមើលខ្ញុំចូលទៅក្នុង edit draw mode វិញហើយខ្ញុំ thin វាទៅពណ៌ក្រហមជាមួយខ្ញុំ thin ចំកណ្ដាលវាដើរដើរដែរតែវានៅអត់អាចនិយាយទៅវាទៅជា overall វាអត់អាចដូចថាម្ដុំនេះរៀងពណ៌ផ្សេងម្ដុំនេះពណ៌ផ្សេងវាអត់អាចដូចយើងធ្វើនៅលើ stroke គេបានទេដោយសារអា fill ហ្នឹងវាដូចជា point blank មួយអត់មានអីហើយវាគិតតានៅលើ stroke នេះអញ្ចឹងចំពោះ solid fill យើង thin វាទៅវាអត់អាច thin ម្ដុំអីបានដូចយើងធ្វើនៅលើ stroke ហ្នឹងអូខេអញ្ចឹងអានឹង thin tool ហើយវាមាន tool អាច tool ផ្សេងតាមពិតthin tool នេះកាលមុនដូចជាវាដាក់ជាមួយ tool ផ្សេងតែឥឡូវវាមកនៅជាមួយនឹងពួកប្រភេទ brush វិញគេយកវាមកដាក់ជាមួយប្រភេទ brush វិញ
version ក្រោយ អូខេអញ្ចឹងអូមួយទៀតតាក់ទងជាមួយនឹង vertex color ហើយនឹង material អូខេអញ្ចឹង material ហើយនឹង vertex color ខុសគ្នាមិនខ្ញុំដូរមកប្រើ pen វិញដើម្បីឲ្យយើងអាចមាននេះអញ្ចឹងចំពោះ material វាមាន stroke ពណ៌អីហើយនឹង fill ពណ៌អីចាហើយអញ្ចឹងនៅពេលដែលយើងឧទាហរណ៍ថារបស់ដែលប្រើ material 001ចាំមើលអញ្ចឹងអានេះខ្ញុំប្រើ material 001ខ្ញុំ draw វានៅពេលដែលខ្ញុំដូរអា material ហ្នឹងទៅជាពណ៌អីផ្សេងចុះយ៉ាទៅជាពណ៌លឿងអញ្ចឹង material កន្លែងណាដែលប្រើ material ហ្នឹងគឺវាដូរពណ៌ទៅទាំងអស់តែ vertex color ខុសគ្នា vertex color វាដូចជាយើងយកជក់ទៅដិតជាមួយពណ៌អីហើយយើងផាត់ចឹងដិតពណ៌អីផាត់ដិតឬក៏ជ្រលក់ពណ៌អីផាត់ចឹងអញ្ចឹងនៅបើយើងចង់ប្រើ vertex color នេះយើងប្រើอะไรនេះចុចអានេះមកអញ្ចឹងឧទាហរណ៍ថាយើង material អីក៏ material ទៅតែយើង select ពណ៌អីយើងផាត់ឲ្យចេញពណ៌ហ្នឹងឯងពណ៌ខៀវគូចេញខៀវក៏ទឹកក្រូចឬក៏ពណ៌ខ្មៅពណ៌អីហ្នឹងពណ៌លឿងចឹងចុះអញ្ចឹងវាពណ៌ដូរទៅតាមនោះទាំងអស់ហើយយើងចង់យកប៉ុន្មានពណ៌ក៏បានដែរមិនបាច់បង្កើត material ថ្មីទេអានេះបើយើងប្រើ material យើងចង់ឲ្យវាខុសគ្នាយើងត្រូវបង្កើតថែម material ច្រើនចេះ vertex color យើងដូរផាត់ចឹងមកអូខេអញ្ចឹងឧទាហរណ៍ចាំមើលទុកនៅនេះនៅ vertex mode ដែរក៏បានដែរចាំមើលខ្ញុំដូរ material ឃើញដូរតែពួកណាយើងគូធម្មតាតែអាណាយើងប្រើ vertex color វាអត់ដូរហើយអញ្ចឹងវាអត់ប៉ះពាល់គ្នាអានេះយើងចង់ផាត់ប្រហែលពណ៌ផាត់ទៅតែបើយើងប្រើ material គុណសម្បត្តិរបស់វាពេលថ្ងៃក្រោយយើងចង់ដូរអាកន្លែងណាដែលមានពណ៌នឹងចេញទាំងអស់យើងគ្រាន់ select តែនេះមកដូរចាប់ vertex color យើងទៅផាត់ថ្មីឬក៏លុបចោលផាត់ថ្មីអញ្ចឹងទៅអញ្ចឹងវីដេអូតាមថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាអ្នកទាំងអស់គ្នាចាំមើលពេលក្រោយវីដេអូក្រោយខ្ញុំនឹងធ្វើតាក់ទងជាមួយនឹង key frame អីផ្សេងនៅក្នុង Grease Pencil យើងអាចធ្វើ animation បែបជា rigging ដូចជា 3D ក៏បានយើងចាប់ដៃចាប់ជើងមកយើងមិនបាច់គូ frame by frame ឬក៏យើងចង់ធ្វើ frame by frame ដោយ animation គេសេរីចាស់ក៏បានដែរអញ្ចឹងវាមានវិធីច្រើននៅក្នុងការធ្វើអូខេអញ្ចឹងជម្រាបលាអ្នកនរគ្នា